ហេតុអ្វីបានជាយើងពិបាកបំភ្លេចមនុស្សម្នាក់ទាំងដែលគេមិនបានស្រឡាញ់យើងហើយហេតុអីបានជាយើងមានអារម្មណ៍ហាក់ដូចជាស្រឡាញ់គេខ្លាំងហាក់ដូចជាយើងនិងគេនឹងមានកម្មអ្វីជាមួយនឹងគ្នាអញ្ចឹងដើម្បីជាការបកស្រាយទៅកាន់បងម្ចាស់សំណួរជាទូទៅនៅក្នុងក្តីស្រឡាញ់ណាចំណងស្នេហ៍និស្ស័យនេះគឺវាមានជាមួយយើងតាំងពីណាពីណីមកការដែលយើងស្រឡាញ់មនុស្សម្នាក់មិនមានហេតុផលនេះហើយបញ្ជាក់ថាជាចំណងនិស្ស័យស្នេហ៍ពីមុនមកក្តីស្រឡាញ់វាមិនអាចបង្ហាញទៅតាមសកម្មភាពកាយវិការឬក៏ពាក្យសម្ដីទេអញ្ចឹងអ្នកខ្លះគាត់ស្រឡាញ់យើងប៉ុន្តែគាត់មិនបញ្ចេញឲ្យយើងដឹងទេអ្នកខ្លះគាត់ដឹងថាក្តីស្រឡាញ់មួយនឹងវាពិបាកឬក៏វាជួបឧបសគ្គច្រើនក៏គាត់មិនចង់បង្កើតវាដែរអញ្ចឹងវាសិតតែមានហេតុផលរបស់វាអញ្ចឹងនៅពេលណាដែលយើងស្រឡាញ់គេទាំងដែលគេមិនបានស្រឡាញ់យើងវាមិនបានបញ្ជាក់ថាគេអត់ស្រឡាញ់យើងទេនោះវាមានន័យថាយើងនិងគេគឺមានចំណងស្នេហ៍និស្ស័យជាមួយគ្នាពីមុនមក